បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនសាជាថ្មីម្ដងទៀតថ្ងៃនេះផងដែរខ្ញុំមានជាវីដេអូមួយចង់ធ្វើការចែកម្លែកពុកម៉ែមកដល់គ្នាដើម្បីបានទស្សនាទាំងអស់គ្នាជាផ្ទាំងទស្សនីយភាពសម្រាប់អ្នកដែលចូលចិត្តស្រឡាញ់ទាក់ទងជាមួយនឹងការដាំដើមឈើបែបស្រុកស្រែជនបទអីអញ្ចឹងពុកម៉ែបងប្អូនគ្នាថ្ងៃនេះផងដែរខ្ញុំបានចូលទៅទិញនៅកូនឈើទិញកូនស្វាយចំនួន1ដើមក៏ដូចជាដើមអំពិលចំនួន1ដើមទៀតបាន2ដើមដោយសារតែនៅឆ្ងាយខ្ញុំទិញពីពេញហើយខ្ញុំយកទៅដាំនៅកពតអញ្ចឹងទៅខ្ញុំទិញមក2ដើមទេអញ្ចឹងសម្រាប់គម្រោងរបស់ខ្ញុំនឹងទិញទៅដាំបន្តទៀតដោយសារតែដីនៅភូមិខ្ញុំវារៀងតនេច្រើននៅក្រោយណាអញ្ចឹងខ្ញុំអាចនឹងទិញបន្ថែមដាំបន្ថែមទៅលើផ្លែឈើមួយផ្លែហើយនេះគឺជាដើមក្រូចប៉ុន្តែសម្រាប់ក្រូចនេះខ្ញុំវាអត់ដឹងថាជាក្រូចប្រភេទអីទេដោយសារខ្ញុំអត់សូវស្គាល់អញ្ចឹងណាអញ្ចឹងរូបវាមានបែបនេះផ្លាវែងអញ្ចឹងបើសិនជាពុកម៉ែបងប្អូនអរគ្នាស្គាល់អីអាច comment បានអញ្ចឹងណាតែបើតាមខ្ញុំដឹងពីមិត្តភ័ក្តិដូចគេប្រាប់ថាដើមក្រូចផ្អែមប៉ុន្តែក្រូចហ្នឹងវាជូរបាទហ្នឹងហើយបើសិនជាស្គាល់អីជួយ comment អ្នកមួយផងហើយខ្ញុំបានរៀបចំសេរីជើងវាដែរមិញដោយសារតែវាយើងដកទឹកហើយនេះវិញគឺស្គាល់ច្បាស់ដូចថ្ងៃដោយសារតែក្រូចនេះគឺយើងយកទឹកវាយកមកធ្វើជាទឹកត្រីកោះកុងណាគឺក្រូចឆ្មាដើមវាធំដែរតែវាអត់សូវល្អសោះដោយសារតែយើងអត់សូវបានធ្វើពុលក៏អីវាទាំងទៅអញ្ចឹងហើយនេះក៏ជាក្រូចដែរប៉ុន្តែខ្ញុំអត់សូវស្គាល់ទេដោយសារតែខ្ញុំអត់សូវដែលបានដឹងបានឮពីប្រភេទដើមឈើច្រើនហើយនេះជាក្រូចមើលទៅក៏វាល្អដែរប៉ុន្តែបើសិនជាពុកម៉ែបងប្អូនអរគុណពុកម៉ែជាមួយអាចសុំវីដេអូបានអញ្ចឹងណាអញ្ចឹងចំណងតាមវីដេអូក៏ដូចជា original របស់ពុកម៉ែបងប្អូនគ្នាបានទស្សនាដល់អ្នកគ្នាណាអ្នកឆ្កែទេមានអ្នកស្រោចទឹកដោយសារតែណាមួយយើងមកពោលច្រើនផងយើងអត់សូវបានបដោតទៅលើការធ្វើគោលធ្វើអីអញ្ចឹងណាប៉ុន្តែយើងបានដាក់ជីដាក់អីរហូតដែរខណៈវាដុះទ្រុបច្រើនពេកលឿនវិញអញ្ចឹងណាយើងហ្នឹងឲ្យខ្ញុំនឹងមកធ្វើជើងឡើងវិញហើយណាមួយវាយូរដែរ4ឆ្នាំមិនតែប៉ុណ្្នឹងឯងតែក្រូចនេះអត់ស្គាល់ដែរអត់ដឹងថាក្រូចអីដែរពុកម៉ែបងប្អូនអរគ្នាបើសិនជាស្គាល់ដែរជួយខមមិនមកជួយប្រាប់ហើយឥឡូវវាចាប់ផ្ដើមតាក់ទឹកភ្លៀងត្រួយចាប់ផ្ដើមរស់មកប្រាប់បាទទេណាសង្ឃឹមថាមួយឆ្នាំទៀតអាចនឹងទទួលបានផលបាទហើយសម័យនេះដើមព្រីងតែវាជាប់មួយដើមដូងចាំមើលខ្ញុំលះធៀងដូងជាងដើម្បីឲ្យព្រីងវាទៅលើបន្ថែមទៀតហើយព្រីងនេះមិនដឹងយ៉ាងម៉េចទេព្រីងនេះម៉ាក់ខ្ញុំដាំនៅបកគោព្រំតែចុងក្រោយវានៅដីគេដោយសារតែយើងពុំពាត់ដបងក្រោយដែរតែអីទេដីបងប្អូនឯងតែសំខាន់វាវាមេឃវាមកខាងដីយើងអញ្ចឹងដល់ពេលប្រមូលផលប្រមូលទៅខាងយើងខាងក្នុងនោះគល់នោះដីពូចាស់តែអីទេព្រីងយើងចែកនេះហូបទៅអ្នកបន្តិចទៅបងប្អូនយើងទៅហើយសម្រាប់ដើមដូងវិញដូចជាចូល7ឆ្នាំនេះអត់ធំសោះដោយសារតែយើងអត់សូវបានដាក់ជីដាក់អីវានៅតែប៉ុណ្្នឹងតោះទៅមើលរូបភាពបន្តទៀតនឹងខ្ញុំបើដើមស្វាយនេះមិនដឹងមិននៅពេលដែលតខ្សែភ្លើងមួយនេះរត់ដាក់ម៉ូទ័រចូលក្នុងទំពាំងវាស្រាប់តែងាប់អស់មួយកណាត់បាត់ហើយចាំមើលខ្ញុំអាចនឹងលះmấyខ្លះដែលងាប់ចោលគីឡូវាអាចរស់មកវិញមកហើយនេះដូចគ្នារយៈពេលនេះដូចជា7ឆ្នាំចូលមិន7ទេនេះចូល10ឆ្នាំហើយដោយសារអីវាដាំតាំងពីចាក់ដីកាយដងនេះមកណោះដងនេះកាយតាំងពីខ្ញុំនៅរៀនអនុកាលពី2017 18អីនេះហើយដាំស្នាគ្នាហ្នឹងតែវាអត់ធំអត់ធាត់ដោយសារតែទីមួយក៏មិនដីភូមិយើងទុកចោលទៅពេលទុកចោលអត់មនុស្សនៅខែអីវាអត់ទទួលបានផលតាមនឹងដែរហើយឥឡូវខ្ញុំយកជីយកដាក់ទៅវាគ្រាន់បានវិញខ្លះក៏មុនមានដួងអីស៊ីដែរតែតាគាត់មានបច្ចេកទេសមានអីដាក់នៅធៀងទៅវាផងងាប់ពីអីទៅហ
ហើយដូងក៏ចាប់ដើមមកវិញទៅហើយដល់ទៀបប្រាំងវិញបានផលហូបហើយបានផ្លែហូបពីរដងទៅឥឡូវចាប់ដើមងាប់ទៀតណាមិនដឹងមិនបានវាចុះតាងាប់ឲ្យតែចុងខ្ពស់ងាប់ចុងខ្ពស់ងាប់លឺចាស់លឺគ្រូក៏ប្រាប់ថាទៀបប្រាំងណាឲ្យតែចុងវាឃើញភ្នំវាងាប់ហើយអញ្ចឹងខ្ញុំមិនដឹងមិនដែរឥឡូវវាងាប់មែនងាប់ចុងនៅប្រហើយមើលអាចនឹងកាប់មេឃណាដែលងាប់ចប់ខ្លះខ្ញុំឆ្លងរោគខ្ញុំមិនទៅទៀតហើយតែឃើញស្រាប់អញ្ចឹងវាធៀងធំបន្តិចណាសារអត់មានអ្នកនៅឆ្កាទេប៉ាខ្ញុំគាត់ជាប់ទៅធ្វើការនៅផ្សារអញ្ចឹងអត់សូវមានពេលក្នុងការឆ្កាតែអីទេដោយសារតែគាត់តម្រាំតែចប់ពីការងារគាត់យប់ជ្រៅបាត់ហើយឥឡូវនេះគាត់ត្រូវទៅផ្សារដើម្បីពោះទៀតអញ្ចឹងអត់មានពេលប្រើមានខ្ញុំតនេពីការងារនៅពេញអីមកជួយឆ្កាជួយអីប៉ាខ្លះ bọn nàyវិញđam được chỉ